សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី140ទិវាពលកម្មអន្តរជាតិ1ឧសភានាព្រឹកថ្ងៃអាទិត្យទី26ខែមេសាឆ្នាំ2026ឆ្លៀតក្នុងពិធីសំណេះសំណាលសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ដល់អាជ្ញាធររាជធានីខេត្តនិងកងកម្លាំងពាក់ព័ន្ធត្រូវបន្តអនុវត្តឲ្យបានតឹងរ៉ឹងនិងមិនត្រូវបន្ធូរដៃក្នុងការទប់ស្កាត់និងបង្ក្រាបក្មេងទំនើងដែលកំពុងមានសកម្មភាពឲ្យបានល្អដើម្បីធានាដល់សន្តិសុខនិងសណ្ដាប់ធ្នាប់មូលដ្ឋានព្រមជាមួយគ្នានេះដែរសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំដល់ឯកឧត្តមកើតរិទ្ធអបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងឯកឧត្តមសថេតអគ្គស្នងការនគរបាលជាតិព្រមទាំងឯកឧត្តមវង្សពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទក្នុងការពិនិត្យរៀបចំច្បាប់ក្នុងការមានចំណាត់ការចំពោះក្មេងទំនើងដើម្បីផ្សារភ្ជាប់ជាមួយជួរមុខដូចជាការចុះទៅធ្វើការបំពេញការងារជួយចាក់បេតុងលេនដ្ឋានជួសជុលនិងសេវាតម្រូវការផ្សេងៗសូមអញ្ជើញស្ដាប់ប្រសាសន៍ដ៏មានអត្ថន័យយ៉ាងខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីដូចតទៅខ្ញុំចង់ឲ្យអាដាមកើតរិទ្ធអាដាមសថេតអាដាមវង្សពិសេនសិក្សាផ្លូវច្បាប់ឲ្យខ្ញុំពេចក្មេងៗទំនើងឥឡូវយើងចាប់ដាក់គុកអស់តបាយហើយចេញមកខ្លះកែខ្លះមិនកែមិនបាច់ទៅដល់រុញទៅដល់ជួរមុខទេឲ្យគិតគូរពីការប្រើប្រាស់ការអប់រំកម្រិតណាដើម្បីអាចភ្ជាប់ជាមួយនឹងការបម្រើដល់សមរភូមិមុខមិនបាច់យកទៅកាន់កំភ្លើងបាញ់ទេយកទៅធ្វើតែចាក់ពុំលេនដ្ឋានចាក់ពុំស្អីហ្នឹងដើម្បីទៅជួយដល់កងវិស្វកម្មទៅអាហ្នឹងបាយក៏យើងត្រូវទៅឲ្យដែរជាកាតព្វកិច្ចមនុស្សធម៌តែកុំឲ្យអ្នកឯងនៅទៅនងទេកាប់ចាក់អាហ្នឹងគេហៅអីពីមុនណាអាទ្រឹស្ដីរបស់អ្នកទោសស្អីបាយស៊ីស្រាប់អាចគេសែងមិនហ្នឹងអាគិសនីខ្វាត់ខ្វែងពឹកឡើងទៅ3 4ក្តោគោជាការហាត់ប្រាណនេះឥឡូវយើងមើលគឺការប្រើប្រាស់អប់រំនៅក្នុងពេលអប់រំនេះព្រោះតែខុសតែអនុវត្តច្បាប់ត្រូវយកចូលដាក់អប់រំនឹងជាជាងដាក់ឲ្យនៅក្នុងពន្ធនាគារអត់ធ្វើអីយកទៅដាក់គិតមើលនៅក្នុងការគ្រប់គ្រងពិសេសរបស់នគរបាលនៅកន្លែងណាមួយសម្រាប់ធ្វើការងារបម្រើឲ្យសមរភូមិមុខមើលបាទចឹងសូមឲ្យអាយដាមកើតរិទ្ធខាងច្បាប់ជាមួយអាយដាមអគ្គស្នងការនគរបាលជាតិអគ្គបញ្ជាការដាក់ទៅ3ខែ6ខែតាមទម្ងន់ទោសយកទៅកន្លែងហ្នឹងចាក់ពុំលេនដ្ឋានដើម្បីដឹកទៅមុខកុំឲ្យពិបាកឲ្យដឹងថាតើកងទ័ពយុវជនដូចគ្នាកំពុងតែឈរជើងប្រឈមនឹងការគ្រោះថ្នាក់ស្លាប់ដោយសារខាងមុខនៅពេលដែលពួកយើងមានឱកាសមានសេរីភាពមកដើរអញ្ញៃកាប់ចាក់បំផ្លាញប្រទេសនេះបាទឲ្យវាផ្សារភ្ជាប់គ្នាទៅការលះបង់របស់យុវជនឲ្យមើលបាទសូមសិក្សាឲ្យលឿនព្រោះឥឡូវតតែអញ្ចឹងខ្លះបាទមិនបាច់ពី3ក្តោគោជាការហាត់ប្រាណទេចាក់កមប់បេតុង10 20ជាការហាត់ប្រាណអានឹងជាការល្អជាងអត់ទេពួកឃើញក្លាហានដាវបាទអានឹងសូមឲ្យប៉ុន្តែសូមឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់សមត្ថកិច្ចរបស់យើងត្រូវប្រក្រាបអត់មានលបើកទេគឺទៅបាទហើយខ្ញុំឲ្យមើលទៀតឥឡូវព្រោះក្មេងទំនើងមួយចំនួនជាកូនមេភូមិអ្នកមានតួនាទីមេអីខ្ញុំថាគួរតែចងកាតព្វកិច្ចឲ្យម៉ែដែរ
ខុសលើកទី1ឲ្យម៉ែឪមកជួយធានាហើយអប់រំខុសច្រើនដងពេកប្រហែលពាក់ព័ន្ធជាមួយទួនាទីរបស់ឪម៉ែដែរគិតមើលទៅណាព្រោះវាមានអាងគិតមើលឲ្យខ្ញុំឧទាហរណ៍កូនមេភូមិមួយវាដើរវាយគេរហូតអប់រំម្ដងពីរដងមិនស្ដាប់ឥឡូវគិតមើលកូនកតញ្ញូអីទី1អស់ខ្នងបាទអារឿងខ្នងហ្នឹងវាមានរឿងមួយខ្ញុំចាំកាលពីក្មេងមានម្នាក់វាដើរវាយគេពេញភូមិវាថាហ៊ានតវាយហ៊ានតធ្វើអីវាមានខ្នងក្រាស់អញ្ចឹងអត់មានពីណាហ៊ានធ្វើវាដល់អធិការថ្មីចូលទៅចាប់ដាក់គុក3ថ្ងៃសួរវាថាណាខ្នងវាថាបងនេះខ្នងខ្ញុំខ្នងក្រាស់ដេកណាក៏បានរួមទាំងដេកគុកអញ្ចឹងដំបូងគេថាវាអាងខ្នងក្រាស់អត់មានពីណាហ៊ានធ្វើខ្លាចវោនេះតាមពិតខ្នងវាសោះវាថាដេកណាក៏បានអញ្ចឹងបង្កើតនៅវប្បធម៌មួយដែលថាយុវជនអាងខ្លួនឯងកុំអាងឪម៉ែកុំអាងឥទ្ធិពលហើយអាងនៅអ្វីដែលអំពើល្អកុំអាងអំពើអាក្រក់អាងធ្វើបងធំហើយរួចខ្លួនអត់ទេគួររំលឹកឲ្យដឹងផងដែរថាច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី25ខែតុលាឆ្នាំ2006សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទអាយុចាប់ពី18ឆ្នាំដល់30ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធាដែលច្បាប់នេះមានគោលដៅកំណត់បែបបទការអនុវត្តកាតព្វកិច្ចរួមចំណែកកសាងប្រទេសជាតិនិងការពារមាតុភូមិដោយមានចែងក្នុងមាត្រា49នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាកាតព្វកិច្ចយោធាជាករណីចាំបាច់និងជាកិត្តិយសដ៏ឧត្តមរបស់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាកាតព្វកិច្ចយោធាជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិនិងអភិវឌ្ឍកាយសម្បទាដែលជាតម្រូវការរបស់ប្រទេសជាតិប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទដែលមានអាយុពី18ឆ្នាំដល់30ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់នេះការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រីភេទគ្រប់រូបត្រូវផ្អែកតាមការស្ម័គ្រចិត្តប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិ2ហើយដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបំពេញកាតព្វកិច្ចយោធាក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងណាមិញគួរបញ្ជាក់ឲ្យដឹងផងដែរថាច្បាប់ស្តីពីកាតព្វកិច្ចយោធាមិនមែនទៅតែបង្កើតទេគឺត្រូវបានបង្កើតតាំងពីឆ្នាំ2006និងគិតមកដល់សប្តាហ៍ថ្ងៃនេះគឺជិត20ឆ្នាំហើយសូមអញ្ជើញស្ដាប់ប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីអំពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដូចតទៅរឿងច្បាប់កាតព្វកិច្ចយោធាអញ្ចឹងវាពាក់ព័ន្ធជាមួយនឹងបងប្អូនកម្មកររបស់យើងបាទកម្មការនីអត់ទេព្រោះតែប្រុសទេបាទអញ្ចឹងអ្នកខ្លះនឹងឆ្ងល់រឿងនេះខ្ញុំគ្រាន់តែបកស្រាយបឋមទេព្រោះច្បាប់នេះវាមិនទាន់ឆ្លងសភាឆ្លងព្រឹទ្ធសភានឹងដាក់ជាច្បាប់មានព្រះរាជក្រមដាក់ជាច្បាប់ដំណើរការអាចមានការកែប្រែជាដូនប៉ុន្តែកុំឲ្យមានសំណួរខ្ញុំឃើញបងប្អូនខ្លះយកទៅអត្ថាធិប្បាយវាចំគោលគំនិតប៉ុន្តែការអនុវត្តវាមានការខុសប្លែកបន្តិចពីការគិតបងប្អូនថា18-25ឆ្នាំត្រូវអនុវត្តកាតព្វកិច្ចភាគច្រើនគិតថាចាប់ផ្ដើមទៅគឺថាត្រូវតែប្រមូលទាំងអស់យកមកតែម្ដងអត់ទេកលឹះរបស់យើងគឺមានប្រទេសជាច្រើនលើពិភពលោកគឺមានការអនុវត្តខុសគ្នាប្រទេសខ្លះដូចសិង្ហបុរីដោយសារប្រជាជនគេតិចអញ្ចឹងគឺស្មើគ្នាទាំងអស់18ឆ្នាំគឺចូលមកទាំងអស់ក្នុងពេលតែមួយសឹងតែទាំងអស់លើកលែងតែបណិយទូចមិនដល់ 0.1% ផងដែលអាចឲ្យធ្វើពេលខុសគ្នាប៉ុន្តែនៅសិង្ហបុរីអ្នកដែលគ្រប់អាយុ 8-10 ឆ្នាំក្នុងពេលតែមួយដែលចូលកាតព្វកិច្ចខ្ញុំសួរទៅប្រហែលជាខ្ទង់ 30,000 នាក់ក្នុងមួយឆ្នាំអញ្ចឹងប្រទេសខ្លះទៀតគេអត់ធ្វើកាតព្វកិច្ចស្មើពេលជាមួយគ្នាទាំងអស់ទេព្រោះតម្រូវការកងទ័ពឧទាហរណ៍ប្រជាជនគេគ្រប់អាយុ
5 លានអ្នកគេអត់ហៅចូល5 លានអ្នកនឹងចូលមកធ្វើតបទាំងអស់ទេគេយកតាមតម្រូវការកងទ័ពហើយគេចុចឈ្មោះគេអាចចុចឈ្មោះតាមរយៈចាប់ឆ្នោតដូចនៅប្រទេសជិតខាងយើងនៅតែគេចាប់ឆ្នោតបានន័យថាប្រមាណអ្នកហ្នឹងឧទាហរណ៍អ្នកដែលមានចំឈ្មោះមាន1 លានអ្នកតែឆ្នាំហ្នឹងគេត្រូវការតែ 50,000 អ្នកទេអញ្ចឹងគេមានតែហៅមកចាប់ឆ្នោតយកតែ 50,000 អ្នកពីហ្នឹងរួចខ្លួនចាប់ឆ្នាំក្រោយមកចាប់ទៀតរហូតតលតែអាយុផុតកាតព្វកិច្ចអញ្ចឹងសម្រាប់នៅកម្ពុជារបស់យើងគឺយើងយករូបមន្តទី2អញ្ចឹងកុំថា18 25 20ខ្ញុំកំពុងតែរៀនផងតិចទាខ្ញុំទៅយ៉ាងម៉េចអត់ទេយើងមានតាមតម្រូវការនៃកងទ័ពរបស់យើងព្រោះបើយើងនិយាយក្នុងមួយឆ្នាំអាយុ18ឆ្នាំទាំងស្រីទាំងប្រុសដូចមាន30ប្រមាណដល់មិនស៊ូពីមុន30,000 អ្នកជាងអញ្ចឹងក្នុងរយៈពេលក្នុងនោះប្រុសមានប្រហែលជា13ទៅ15,000 នាក់គុណនឹង8ឆ្នាំព្រោះ18ទៅ25 8ឆ្នាំក្នុងមួយឆ្នាំយើងមាន1 លាននាក់កងទ័ពមិនអាចយកមក1 លាននាក់វឹកវើអត់លុយទេហើយក៏អត់កន្លែងដេកដែរហើយយើងក៏មិនត្រូវការយក1 លាននាក់មកដែរក្នុងពេលតែមួយអញ្ចឹងគឺចំនួនប្រមាណគឺអាស្រ័យទៅលើតម្រូវការកងទ័ពប្រចាំឆ្នាំឧទាហរណ៍ 30,000 នាក់ 50,000 នាក់ 10,000 នាក់បាទនីតិវិធីឥឡូវកំពុងតែពិចារណាពិភាក្សាគ្នាគឺមានរូបមន្ត2រូបមន្តស្ម័គ្រចិត្តនិងរូបមន្តបង្ខំហេតុអីបានថាកាតព្វកិច្ចមានឲ្យស្ម័គ្រចិត្តហ្នឹងបានន័យថាអ្នកនឹងត្រូវតែបំពេញកាតព្វកិច្ចយោធាអ្នកខ្លះគាត់ថាខ្ញុំចង់ធ្វើឆ្នាំនឹងឲ្យហើយខ្ញុំដាក់ពាក្យចង់ធ្វើឆ្នាំនឹងអញ្ចឹងអត្ថិភាពនៃការរើសយើងរើសអ្នកនឹងកុំរំខានអ្នកផ្សេងដែលកំពុងតែជាប់ការងារតែក្នុង1 លានអ្នកនឹងដដែលបើស្ម័គ្រចិត្តរើសមិនគ្រាប់អានឹងចូលបង្ខំពាក្យថាកាតព្វកិច្ចអត់មានទៅសុំធ្វើសតិអារម្មណ៍ចូលទេចុចឈ្មោះមកបាទតែវាមានកិច្ចការមួយចំនួនតែត្រូវគិតគូរទី1យើងនិយាយសិនថាតើពីអត្ថប្រយោជន៍នៃកាតព្វកិច្ចយោធាយ៉ាងម៉េចកាតព្វកិច្ចយោធាអត់មានហួសអ្នកខ្លះថាហួស delay ហើយហួសសម័យហើយអត់ទេប្រទេសមួយចំនួនប្រទេសច្រើនណាស់ដែលនៅរក្សាដដែលប្រទេសដែលបោះបង់ចោលឥឡូវក៏ត្រឡប់មកវិញដែរដូចនៅបារាំងអីធ្លាប់ឈប់ធ្វើម្ដងពេលឥឡូវចាប់ផ្ដើមធ្វើឡើងវិញហើយប្រទេសនៅអឺរ៉ុបដោយសារស្ថានភាពតាក់ទងទៅនឹងវិស័យការពារជាតិគេចាំបាច់ត្រូវតែមានប៉ុន្តែច្បាប់កាតព្វកិច្ចវាមិនមែនតែទៅពង្រឹងវិស័យការពារជាតិទេពង្រឹងវិស័យការពារជាតិស្អីខ្ញុំមិននិយាយលម្អិតទេប៉ុន្តែខ្ញុំគ្រាន់បញ្ជាក់ថាការអប់រំការយកយុវជនប្រជាពលរដ្ឋយើងមកបំពេញកាតព្វកិច្ចយោធាមិនមែនជារឿងដែលយើងត្រូវតែធ្វើមិនមែនតែជាធ្វើដើម្បីពង្រឹងតែវិស័យការពារជាតិនោះទេវាបានផលទៅដល់សង្គមទី1យុវជនទទួលបានការវឹកហាត់លុតដំវិន័យសីលធម៌ច្បាស់លាស់ចង់ឯងស្ទាវមិនក៏ដោយចូលមកកាតព្វកិច្ច2 ឆ្នាំខ្ញុំជឿថាវិន័យប្រកាសជាចាក់ស្រេះក្នុងអ្នកឯងហើយបាទគេគ្មានតបទំនើងទេវាគ្មានតែក្មេងទំនើងបាទទី1ការបដិបដាលនៅវិន័យសីលធម៌អប់រំធ្វើការជាក្រុមបាទដើម្បីបម្រើជាតិមាតុភូមិមិនមែនក្រុមដើម្បីកាប់គ្នាតាមដងផ្លូវនោះទេបាទអញ្ចឹងអ្នកនឹងចេញទៅវិញឱកាសដែលគាត់រៀនបាន2 ឆ្នាំលុតដំ2 ឆ្នាំវិន័យបាន2 ឆ្នាំចេញទៅវិញคล้ายទៅជាធនធានមនុស្សមួយដែលល្អនៅក្រៅប្រទេសភាគច្រើនរវាងមនុស្ស2 នាក់ម្នាក់ដែលឆ្លងកាត់កាតព្វកិច្ចយោធាមនុស្សដែលអត់ឆ្លងទៅរកការងារគេយកអ្នកដែលមានកាតព្វកិច្ចយោធាដែលជាប់កាតព្វកិច្ចយោធា
ដោយសារអីទី1វិន័យស្ដាប់នាំតែទី2គឺជំនាញនិងបំណិន2ឆ្នាំនៅក្នុងការបម្រើក្នុងកងទ័ពនេះមិនមែនយកទៅហាត់ត្រឹមតែយុទ្ធវិធីបាញ់កាភ្លើងនោះទេកងទ័ពគឺមានវគ្គវឹកវើច្រើនបាទហើយយើងនឹងធ្វើការងារមួយចំនួនត្រៀមលក្ខណៈបដោះបដាលមួយចំនួនមុននឹងគាត់ជាប់កាតព្វកិច្ចទៀតត្រូវបដោះបដាលស្អីខ្លះដើម្បីចេញទៅបើគាត់ចាប់អារម្មណ៍បាទបំណិនមួយចំនួនដែលយើងត្រូវបំពាក់ឲ្យអញ្ចឹងកងទ័ពម្នាក់ចេញមកយុវជនម្នាក់ដែលឆ្លងកាត់សមត្ថភាពអាចពួយអញ្ចឹងคล้ายទៅជាកម្លាំងពលកម្មមួយដែលខ្លាំងក្លាដែលមានសក្តានុពលប្រជាពលរដ្ឋយើងប្រទេសយើងក៏នឹងមានយុវជនដែលបានការបដោះបដាលហាត់ពុតលុតដំវិន័យបាទនេះគឺជាផលទៅដល់នៃច្បាប់កាតព្វកិច្ចយោធា